ការប្រើប្រាស់នៅបណ្ដាញសង្គមយើងរាល់ថ្ងៃនេះពេលខ្លះយើងគិតថាការបញ្ចេញមតិឬក៏ការចែករំលែកដោយភ្ជាប់ជាមួយនឹង caption ឬក៏ comment ឬក៏ status អីហ្នឹងពេលខ្លះយើងយល់ឃើញថាវាគឺជាការបញ្ចេញមតិរបស់យើងជាសេរីភាពរបស់យើងតែមួយចំនួនមិនមែនជាការបញ្ចេញមតិទេវាទៅជាបែបធ្វើឲ្យការអុចអាលទៅជាការញុះញង់ទៅជាការមូលបង្កាច់ទៅជាការនិយាយពាក្យកុហកទៅជាការនិយាយពាក្យមិនល្អក្នុងបណ្ដាញសង្គមអីជាដើមអញ្ចឹងយើងសួរថាតើយើងប្រើប្រាស់បណ្ដាញសង្គមហ្នឹងយើងគិតថាវាជាការបញ្ចេញនៅសេរីភាពរបស់យើងឬក៏កំពុងតែសាងនៅបាបកម្មប៉ុន្តែអ្វីដែលចម្លើយដែលយើងអាចដឹងបានមានតែយើងខ្លួនឯងទេដែលអាចសម្គាល់បានថាតើរាល់ពេលដែលយើងលេងរាល់ពេលដែលយើងប្រើប្រាស់តែយើងបានប្រកាសទេថារាល់ comment រាល់ share រាល់ការចែករំលែកទាំងឡាយភ្ជាប់ជាមួយនឹង status ហ្នឹងតើវាបានជាផលប្រយោជន៍ណាខ្លះតើវាប៉ះពាល់នៅផលប្រយោជន៍អីខ្លះហើយតើវាបានជះផលអវិជ្ជមានអីខ្លះនិងវិជ្ជមានអីខ្លះធម្មភាពលើកឡើងចំណុចនេះក៏ដោយសារតែបច្ចុប្បន្នយើងដឹងហើយថាទាំងព័ត៌មានក្តីទាំងការទទួលបាននៅវីដេអូផ្សេងដែលយើងអាចទស្សនាបានក៏ដោយសារតែបណ្ដាញសង្គមនេះដែរធម្មភាពជឿថាភាគច្រើនពុំមាននរណាទៅទិញកាសែតដើម្បីអានដូចជំនាន់មុនទៀតទេដោយសារតែយើងមានបច្ចេកវិទ្យាបច្ចុប្បន្ននេះវាអាចទទួលបានព័ត៌មានឆាប់រហ័សទទួលបានព័ត៌មានលឿនប៉ុន្តែទន្ទឹមនឹងបច្ចេកវិទ្យាវាឆាប់រហ័សវាដើរលឿននោះរឿងមួយចំនួនដែលយើងគួរឲ្យកត់សម្គាល់ថាមនុស្សមួយចំនួនបែរជាយកនៅបណ្ដាញសង្គមនេះទៅប្រព្រឹត្តធ្វើរឿងមិនល្អអីជាដើមចឹងទៅដូចតួយ៉ាងយើងឃើញក្នុងបណ្ដាញសង្គមមួយចំនួនតែងតែប្រើពាក្យជាប្រមាថការទានគ្នាអីជាដើមចឹងទៅនៅក្នុងបណ្ដាញសង្គមហ្នឹងដោយទៅសំបីតែរឿងប្តីប្រពន្ធខ្លួនឯងក៏ហែកហួរគ្នាដាក់នៅក្នុងបណ្ដាញសង្គមដែរអញ្ចឹងរឿងវាមានជាច្រើនដែលយើងតែងតែឃើញក្នុងបណ្ដាញសង្គមតើសួរតែរឿងទាំងអស់នោះវាជះផលអវិជ្ជមានឬក៏ជះផលវិជ្ជមានច្បាស់ណាស់ថាវាជះផលអវិជ្ជមានហើយទន្ទឹមនឹងនោះយើងត្រូវដឹងថាបុគ្គលទាំងពីរកាលណាបើឆ្លោះគ្នាហើយនោះគឺមានអ្នកគ្រប់គ្រងរៀងខ្លួនតិចនឹងច្រើនឯហ្នឹងគឺតែងតែមានហើយអញ្ចឹងបុគ្គលនោះគឺតែងតែប្រកាន់ភ្ជាប់ជាមួយនឹងបុគ្គលដែលខ្លួនឯងគ្រប់គ្រងអញ្ចឹងទៅហើយនាំគ្នាទៅជាប្រមាថដោយការចែករំលែកដោយភ្ជាប់ជាមួយ status ជាប្រមាថឬក៏ថ្មេះតេះដៀលអីជាដើមមូលបង្កាច់បខូចអីហោហាយទៅវិញទៅមកអញ្ចឹងទៅទោះបីជាដឹងថាព័ត៌មាននឹងពិតឬមិនពិតអីហ្នឹងគឺមិនគិតថាឲ្យតែធ្វើយ៉ាងណាឲ្យតែឈ្នះបុគ្គលនឹងជាដើមអញ្ចឹងទៅអញ្ចឹងវាធ្វើឲ្យទៅជារឿងមួយមិនមែនជាការបញ្ចេញនៅសេរីភាពទេវាទៅជារឿងប្រកួតប្រជែងផ្នែកផ្លូវសក្តីអាក្រក់ទៅវិញអញ្ចឹងចំណុចទាំងអស់នេះនៅពេលណាដែលយើងលេងបណ្ដាញសង្គមយើងគួរគប្បីមានចំនួន4ចំណុចធំដែលយើងគួរបដិបត្តិគួរធ្វើដំបូងមុននឹងយើងឲ្យធ្វើអីមួយនៅក្នុងបណ្ដាញសង្គមហ្នឹងតើវាខុសឬក៏ត្រូវយើងគួរផ្ទៀងផ្ទាត់ជាមួយនឹង4ចំណុចនេះ4ចំណុចនេះធម្មភាពដកស្រង់ចេញពីគោលនៃព្រះពុទ្ធសាសនាដែលនិយាយអំពីសុចរិតទាំងឡាយ4ហើយការនិយាយពីសុចរិតទាំងឡាយ4នេះគឺទាក់ទងទៅនឹងការនិយាយពាក្យសម្ដីការនិយាយពាក្យសម្ដីនេះគឺមិនមែនសម្គាល់ត្រង់ថាតើតែយើងនិយាយចេញជាសំឡេងទៅឈ្មោះថាយើងនិយាយពាក្យសម្ដីនោះទេដោយបច្ចុប្បន្ននេះវានិយាយទាក់ទងទៅនឹងការសរសេរ comment ក្តីសរសេរ status ក្តី share ឬក៏ភ្ជាប់ជាមួយនឹង caption ក្តីឬបង្ហោះជាមួយនឹង caption ក្តីឬបង្ហោះជាសារសំឡេងក្តីជាអក្សរអត្ថបទយ៉ាងណាក្តីក៏យើងចាត់ទុកជាសម្ដីដូចគ្នាអញ្ចឹងនៅពេលណាដែលយើងប្រើបណ្ដាញសង្គមក្នុងគណៈពេលបច្ចុប្បន្នហ្នឹងវាជះផលអវិជ្ជមានជាច្រើនអញ្ចឹងកុំឲ្យវាជះផលអវិជ្ជមានច្រើនទៅទៀតយើងត្រូវពិចារណាក្នុងចំណុចទាំង4នេះមុននឹងយើងបង្ហាញចំណាប់អារម្មណ៍ឬក៏សរសេរទៅនឹងក្នុងបណ្ដាញសង្គមទី1យើងត្រូវគិតថាពាក្យដែលយើងនិយាយទៅគឺមិនកុហកអ្នកដទៃមានន័យថាពាក្យនោះគឺពិតប្រាកដបើថាយើងនិយាយក៏និយាយក្នុងន័យពាក្យពិតប្រាកដកុំឲ្យនិយាយពាក្យក្លែងបន្លំដោយតួយ៉ាងយើងឃើញបច្ចុប្បន្ននេះ
ប្រទេសជាតិរបស់យើងជួបរឿងមួយចំនួនត្រូវការព័ត៌មានច្បាស់ត្រូវការព័ត៌មានច្បាស់លាស់ប៉ុន្តែក៏មានបុគ្គលមួយចំនួនទៀតបែរជាទៅប្រឌិតនៅព័ត៌មានហៅថា fake news ព័ត៌មានคล้ายៗដើម្បីបង្កាច់បង្ខូចឬក៏ធ្វើឲ្យព័ត៌មានហ្នឹងវាទៅជាព័ត៌មានមួយដែលឲ្យអ្នកស្ដាប់ឬក៏អ្នកមើលហ្នឹងស្ដាប់ទៅមើលទៅជាការភ័ន្តច្រឡំទៅជាការយល់ច្រឡំចំពោះព័ត៌មានហ្នឹងឯងអញ្ចឹងមុននឹងយើងចែកចម្លែកឬក៏មុនយើងនិយាយអ្វីមួយសរសេរអ្វីមួយក៏ប្រកាសថាយើងសរសេរទៅនិយាយទៅក្នុងបណ្ដាញសង្គមហ្នឹងគឺជាពាក្យពិតមិនកុហកមិនប្រឌិតចំពោះអ្នកដទៃដែលកំពុងតែមើលកំពុងតែស្ដាប់ហ្នឹងឯងហ្នឹងគឺទី1ដែលយើងឲ្យឈ្មោះថាសច្ចធម៌ហ្នឹងឯងទី2គឺនិយាយពាក្យមិនញុះញង់មានន័យថារាល់ពាក្យសម្ដីឬក៏ការសរសេរអត្ថបទទាំងឡាយរបស់យើងនឹងត្រូវប្រកាន់ភ្ជាប់ថាយើងមិនចូលទៅក្នុងន័យញុះញង់ណាមួយឡើយមានន័យថាឧទាហរណ៍ថាបើសិនជាយើងឃើញប្តីប្រពន្ធពីរនាក់ហ្នឹងគាត់ឆ្លោះគ្នាជាធម្មតាទោះបីយើងហាមឃាត់យ៉ាងណាក៏តែតែមានមួយជាដើមចឹងទៅដែលគាត់បង្ហាញក្នុងបណ្ដាញសង្គមឆ្លោះគ្នាតោះតែងគ្នាអីចឹងទៅដែលជាបុគ្គលល្បីដែលជាបុគ្គលមានឈ្មោះបោះសម្លេងប៉ុន្តែគាត់ក៏មានអ្នកគ្រប់គ្រងរៀងខ្លួនអីជាដើមតិចអីច្រើននេះតាមជាក់ស្ដែងប៉ុន្តែទន្ទឹមនឹងនោះយើងដែលជាអ្នកគ្រប់គ្រងឬក៏អ្នកមិនគ្រប់គ្រងក្តីប៉ុន្តែបើសិនជា comment ក៏គួរគប្បីឲ្យច្បាស់ប្រកាសថាយើង comment ហ្នឹងគឺមិនឲ្យចូលក្នុងន័យញុះញង់ដើម្បីឲ្យគេកាន់តែឆ្លោះគ្នាឲ្យគេកាន់តែបែកបាក់គ្នាឲ្យគេកាន់តែក្តៅក្រហាយជាមួយគ្នាក៏អត់ទេយើងត្រូវប្រកាសថារាល់ comment រាល់ការ share រាល់ caption របស់យើងឲ្យប្រកាសថាយើងបញ្ចេញមតិគឺក្នុងន័យកែលម្អឬក្នុងន័យសម្របសម្រួលស្ថាបនាដើម្បីឲ្យស្រស់ស្រួលគ្នាអីជាដើមអញ្ចឹងទៅតែបើសិនជារឿងប្តីប្រពន្ធគេបើយើងគិតថាមិនគួរតែយកខ្លួនបៀតតែម្ដងក៏វាល្អមួយយ៉ាងដែរព្រោះថាយើងអត់ដឹងថានៅពីក្រោយនៃរឿងរ៉ាវដែលគេឆ្លោះតោះតែងគ្នាហ្នឹងវាមានរឿងអីជាច្រើនទៀតយើងកុំធ្វើខ្លួនដូចជាតុលាការបណ្ដាញសង្គមណាមានន័យថារាល់រឿងទាំងឡាយយើងឃើញមកក៏យើងឲ្យសន្មតថាចេះសន្មតថាចុះទាំងដែលរឿងហ្នឹងយើងអត់ដឹងច្បាស់ប្រកបទេប៉ុន្តែយ៉ាងណាក៏ដោយក្នុងន័យនេះអាត្មាភាពចង់បញ្ជាក់ថាបើសិនជាបញ្ចេញមតិឬក៏ចែករំលែកឬក៏មានការនិយាយទៅក្នុងបណ្ដាញសង្គមពាក់ព័ន្ធទៅនឹងរឿងទាំងអស់នោះក៏គួរគប្បីកុំឲ្យនិយាយចូលក្នុងន័យញុះញង់នឹងឯងហៅថាសាមគ្គីធម៌ដើម្បីឲ្យបុគ្គលទាំងនោះរួបរวมសាមគ្គីគ្នាវិញជាដើមចំពោះទី3គឺការនិយាយពាក្យមិនត្រគោះបោះបោកពាក្យក្នុងន័យនេះបើយើងគិតទៅវាសាមញ្ញធម្មតាទេប៉ុន្តែពាក្យក្នុងន័យត្រគោះបោះបោកបើយើងនិយាយឲ្យសាមញ្ញដូចជាភាសាបច្ចុប្បន្នគេហៅថានិយាយ bully អញ្ចឹងបើសិនជាក្នុងគណៈពេលបច្ចុប្បន្ននេះគេឲ្យឈ្មោះថាកុំនិយាយប្រមាថការទៀនថ្មេះតេះដៀលទៅបុគ្គលណាមួយដែលយើងគ្រាន់តែឃើញរូបភាពឬគ្រាន់ឃើញតែសំឡេងឬគ្រាន់តែឃើញការនិយាយពីម្ខាងហើយយើងយកមកជេរយកមកប្រមាថយកមកថ្មេះតេះដៀលគេយកមក bully គេនោះក៏វាមិនមែនជារឿងល្អដែរដោយសារតែយើងមិនមែនជាបុគ្គលដែលដឹងរឿងគ្រប់យ៉ាងហើយក៏មិនមែនជាបុគ្គលអាចដោះស្រាយរឿងទាំងនោះដោយសារតែការជេរប្រមាថរបស់យើងទៅកាន់អ្នកដទៃនោះដែរអញ្ចឹងរាល់ពាក្យសម្ដីដែលយើងគួរនិយាយក៏គួរគប្បីកុំឲ្យមានពាក្យថ្មេះតេះដៀលជេរប្រមាថការទៀនឬប្រើភាសាអសុរោះដោយហិង្សាភាសាយ៉ាងណាក្តីនោះយើងកុំបីប្រើទៅកាន់បុគ្គលដែលយើងមិនទាន់ដឹងមិនទាន់ច្បាស់នៅក្នុងបណ្ដាញសង្គមអីហ្នឹងនឹងអាត្មាភាពនិយាយចំពោះក្នុងបណ្ដាញសង្គមប៉ុន្តែក្នុងបច្ចុប្បន្នដែលកំពុងរស់នៅចំពោះមុខហ្នឹងក៏យើងអាចអនុវត្តបានដូចគ្នាចំពោះទី4គឺតើតើទៅនឹងការនិយាយមិនរស់រាយមានន័យថាការនិយាយមិនរស់រាយឥតប្រយោជន៍ណាមានន័យថាការនិយាយទៅឲ្យប្រកាសថាវាកើតចេញជាប្រយោជន៍ចំពោះបុគ្គលដែលកំពុងតែស្ដាប់បុគ្គលដែលកំពុងតែមើលបុគ្គលដែលកំពុងតែទទួលអានអត្ថបទរបស់យើងឬក៏ការសរសេរ status របស់យើងឬក៏ការ comment របស់យើងត្បិតតែថាវាយើងគិតថាវាមិនធំមិនសំខាន់ក៏ពិតមែនប៉ុន្តែការនិយាយខ្លះអត្ថបទខ្លះ comment ខ្លះវាធ្វើឲ្យប៉ះពាល់នៅអារម្មណ៍អីជាដើមចឹងហើយនៅពេលណាដែលយើងធ្វើអីមួយតទៅនឹងការបញ្ចេញមតិនេះ
យើងកុំគ្រាន់តែគិតថាវាគ្រាន់តែជាសេរីភាពរបស់យើងត្រូវគិតថាត្បិតតែថាវាជាសេរីភាពរបស់យើងប៉ុន្តែវាប៉ះពាល់ដល់ចិត្តរបស់អ្នកដទៃហើយជាពិសេសនោះគឺយើងត្រូវមានដែនកំណត់ក្នុងការបញ្ចេញមតិរបស់យើងផងដែរដូចអាត្មាភាពបានលើកឡើងពីខាងដើម4ហ្នឹងដែលយើងអាចអនុវត្តតាមមាគ៌ានៃពធតាមពិតទៅព្រះអង្គសម្ដែងអំពីការនិយាយមិនកុហកការនិយាយមិនញុះញង់ការមិននិយាយត្រគួបបោកការនិយាយមិនរស់រយឥតប្រយោជន៍ទាំងនេះនៅក្នុងធម៌មានប៉ុន្តែអាត្មាភាពលើកយកនឹងមកផ្សារភ្ជាប់ជាមួយនឹងបណ្ដាញសង្គមបច្ចុប្បន្នដែលយើងហៅថាសម័យ Digital ដែលយើងតែងតែទទួលឥទ្ធិពលនៃពាក្យសម្ដីតាមបណ្ដាញសង្គមជាច្រើននៅក្នុងបច្ចុប្បន្ននេះអញ្ចឹងនៅពេលណាដែលយើងទទួលបានរឿងទាំងអស់នេះយើងអាចអនុវត្តតាមចំណុចទាំង4នេះក៏ធ្វើឲ្យយើងបានជះផលវិជ្ជមានទៅក្នុងសង្គមហើយបានដូចជាយើងបានជួយសង្គមដូចជាយើងបានរួមចំណែកមួយក្នុងសង្គមមិនបណ្ដោះនៅគំនិតឲ្យស្អប់ឲ្យខឹងឲ្យគុំគួនគ្នាឲ្យញុះញង់គ្នាឲ្យជេរប្រមាថការទានគ្នាផ្ទុយទៅវិញបើសិនបើយើងអនុវត្តនៅចំណុចទាំង4នេះក៏យើងអាចចាត់ទុកថាជាបុគ្គលផ្នែកមួយនៃការជួយសង្គមផងដែរដោយការនិយាយពីពិតដោយការនិយាយមិនញុះញង់ដោយការនិយាយមិនត្រគួបបបោកដោយការមិននិយាយរស់រយឥតប្រយោជន៍ជាដើមចឹងតែនឹងតកតូនទៅនឹងការប្រើពាក្យសម្ដីក្នុងបណ្ដាញសង្គមអញ្ចឹងបើសិនជាប្រកាសណាញាតិញោមទាំងអស់គ្រប់គ្នាបានស្ដាប់ពីខាងដើមមកអាចថានឹងយល់នៅអ្វីដែលអាត្មាភាពបាននិយាយកន្លងទៅប៉ុន្មាននាទីនេះហើយសង្ឃឹមថាវាកើតចេញជាប្រយោជន៍កើតចេញជាផលនៅក្នុងសង្គមវិជ្ជមាននៃប្រទេសរបស់យើងព្រោះថាវាជាផ្នែកតូចក៏ពិតមែនដែលយើងមើលរំលងប៉ុន្តែប្រសិនបើយើងទុកឲ្យយូរទៅវាទៅជាផ្នែកមួយដ៏ធំដែលយើងឃើញអ្នកខ្លះមានតែទូរស័ព្ទមួយពេលដែលទទួលរងឥទ្ធិពលនៃពាក្យសម្ដីតាមបណ្ដាញសង្គមមកក៏ធ្វើឲ្យបាត់បង់ជីវិតដោយសារតែការគិតខ្លីតាមទូរស័ព្ទតាមការស្ដីបន្ទោសអីតាមទូរស័ព្ទនឹងឯងនេះគឺជាឥទ្ធិពលនៃពាក្យសម្ដីដែលយើងគួរពិចារណាក្នុងនៃការប្រើប្រាស់បណ្ដាញសង្គម Digital បច្ចុប្បន្ននេះឯងទោះភាពមានប្រមាណប៉ុណ្ណេះសូមនមស្ការលាសូមចម្រើនពរលា